ថ្នាក់ដឹកនាំខេត្តកំពតបានលើកទឹកចិត្តទៅដល់ប្រជាកសិករផលិតករនិងសមាជិកភូមិមួយផលិតផលមួយឲ្យបន្តពង្រឹងគុណភាពផលិតផលបង្កើនការផលិតនិងអភិវឌ្ឍការវេចខ្ចប់ឲ្យកាន់តែមានស្តង់ដារដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារលើកកម្ពស់សុខភាពអ្នកប្រើប្រាស់រួមចំណែកជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងខេត្តកំពតនេះគឺជាការលើកឡើងរបស់លោកមឿងគង្គាអភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកំពតដែលអញ្ជើញចុះធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពផលិតកម្មនៅទីតាំងចិញ្ចឹមសត្វក្រួចយកសាច់និងសុទ្ធនៅទីតាំងផ្សារធនដែលស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិលនិងទីតាំងផលិតនំស្លឹកចាកដែលស្ថិតនៅក្នុងសង្កាត់រដូងខ្មែរក្រុងកំពតនាពេលថ្មីនេះលោកមឿងគង្គាថាចលនាភូមិមួយផលិតផលមួយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍផលិតផលសហគមន៍បង្កើនការងារបង្កើតប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសនោះសមាជិកភូមិមួយផលិតផលមួយក៏បានបង្ហាញសេចក្តីសប្បាយរីករាយដោយសារតែផលិតផលរបស់គាត់លក់កាន់តែដាច់និងមានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកទទួលទាននិងអ្នកប្រើប្រាស់ជាពិសេសភ្ញៀវទេសចរចាដល់1000បោះដុំក៏1000ដែរគ្រាន់តែថា100នំយើងថែមឲ្យគេ5អញ្ចឹងណាចាអ្នកដែលគេកំងយកទៅលក់វិញណាចាវាតងតាមលេខទូរស័ព្ទ016 592615ចាអូនឥឡូវបងសាធនបបនហ្នឹងគឺឥឡូវកំពុងតែបង្កើតអាជីវកម្មមួយទៀតគឺការធ្វើបង្គាក្រៀមតាមលក្ខណៈស្តង់ដាយើងប្រើសូឡាសម្រាប់សង្កត់វាចាអូនចំពោះបញ្ហានេះបងមើលឃើញថាច្រើនព្រោះអីក្នុងរយៈពេលនេះតាំងពីខេត្តកំពតយើងរីកចម្រើនមកទេសចរច្រើនគឺនៅសានទាំងសប្តាហ៍មានភ្ញៀវទេសចរដើរច្រើនដំណឹងដើរច្រើនហើយយើងក៏លក់ដាច់ហូរហែដែរអូនព្រោះអីក្នុងរយៈពេលនេះគឺច្រើនមែនទែនទេសចរឲ្យសៅស្ដីគាត់ដឹងពីមុនគាត់ដឹងទេចាឥឡូវគាត់ដឹងភាគច្រើនឬផលិតផលពួកខ្ញុំនេះច្រើនតែតាមជនជាតិឬក៏ឡើងទេសចរគឺគាត់មកគ្រប់គ្រងពិសេសអង្គយើងផ្លែគឺគាត់គ្រប់គ្រងច្រើនចាជាមួយគ្នានេះបើតាមការបញ្ជាក់ពីលោកមឿងគង្គាអភិបាលរងខេត្តកំពតថាគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយនឹងបន្តគ្រប់គ្រងនិងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធឬក៏ដៃគូគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការពង្រឹងសមត្ថភាពផលិតករលើកកម្ពស់គុណភាពផលិតផលនិងជំរុញការប្រកួតប្រជែងរបស់ផលិតផលខេត្តកំពតទាំងនៅលើទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិពីខ្ញុំហ៊ុយបន្លែង LTNG News ខេត្តកំពត